សូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់សត្វក្រួចអ៊ឺតអ្នកខ្មែរយើងទាំងអស់គ្នាជាទីគោរពរាប់អានហើយនៅក្នុងថ្ងៃនេះដែរក្នុង Channel YouTube របស់ខ្ញុំបានបង្ហោះនៅសំឡេងអ្នកសត្វក្រួចអ៊ឺតបាទចំនួន3-4 វីដេអូដែរហើយមានបងប្អូនខ្លះក៏គាត់ចាប់អារម្មណ៍មានបងប្អូនខ្លះក៏គាត់មិនទៅចាប់អារម្មណ៍ព្រោះថាការចិញ្ចឹមសត្វស្នាក់ក្រួចអ៊ឺតនេះលេងទៅមានហើយក៏មានការបាត់បង់អស់ច្រើនដែរដោយព្រះអង្គលោកបានព្រះពុទ្ធលោកបានទ្រង់ត្រាស់ថាការដុតព្រៃបំផ្លាញបំផ្លិចបំផ្លាញព្រៃនេះគឺពាក់ព័ន្ធជាមួយនឹងសត្វក្រួចអ៊ឺតមានសត្វខ្លះក៏វានៅពងសត្វខ្លះក៏នៅកូនទូចដែលទើបតែញាស់